បាទសួស្តីបងមកតបខមមិនបងមួយសិនបាទបងតន្ត្រីព្រេតដិនខាងខេត្តត្បូងឃ្មុំនេះអូយល្បីមែនបងល្បីហើយនិយាយទៅយកមកតាមដានវីដេអូបងច្រើនដែរចេះអាព្រុស0409ហ្នឹងវាអត់ដូចអា010ទេបាទប្រព័ន្ធទឹករបស់វាខុសគ្នាអញ្ចឹងណាវាមានម៉ូទ័រច្រើនជាងអា010ហ្នឹងប៉ុន្តែឥឡូវចាំមើលខ្ញុំមកបង្ហាញតើតើនឹងអាប្រភេទម៉ូទ័របូមទឹកហ្នឹងឲ្យបងមើលផ្ទាល់ហ្មងនឹងបងប្អូនយើងអ្នកប្រើព្រុស0410ហ្នឹងបានមើលផ្ទាល់ទាំងអស់គ្នាណាសម្រាប់ព្រុស04ដល់09បូមទឹកម៉ាស៊ីនវាអត់ដូចអា010ទេនេះអានេះបូមទឹកម៉ាស៊ីនអានេះវាមិនមែនជាប្រភេទម៉ូទ័រទេនេះវាប្រើស្លាប់ចាក់ចែកណាហ្នឹងហើយអានេះបើខូចមានតែបែកកដាងហើយលិចហ្នឹងហើយវាអត់មានទៅកៀងធ្វើឲ្យឆេះរងក្បាលកន្លែងដូចពួកម៉ូទ័រអា010ហ្នឹងទេណាហ្នឹងហើយប៉ុន្តែយើងត្រូវតែប្រយ័ត្នមើលតែកាលណាទឹកវាមិនស្រួលវាឡើងកម្ដៅវាធ្វើឲ្យឆេះរងកន្លះដូចគ្នាណាហើយអានេះកម្រនឹងខូចបាទកម្រនឹងខូចហើយព្រុស04ដល់09ម៉ូទ័របូមទឹកបងចង់ប្រើបានយូរគេយកពួកអា010ចេះនេះគេយកបូមទឹកពួកអាព្រុស010អាទៅយក2ហ្នឹងគេយកមកកែចូលយកមកកែចូលអញ្ចឹងបានប្រើបានយូរនេះបូមទឹកអា010នេះបូមទឹកអា010នេះអានេះប្រើរាប់ឆ្នាំមិនងាយខូចទេមិនងាយខូចទេបូមទឹកនេះហើយនឹងបើអានេះវាមានម៉ូទ័រវាច្រើនបាទហ្នឹងហើយអានេះបើខូចអានេះទី1ម៉ាស៊ីនត្រជាក់អត់ត្រជាក់ទេតាអាហ្នឹងអត់ដើរម៉ាស៊ីនត្រជាក់យើងអត់ត្រជាក់ទេហើយនេះបូមទឹកតយោ3នេះអាតយោ3នៅខាងក្រោមនេះអាតយោ3នេះមានថ្មីស៊ីន original ណាបាទមានថ្មីស៊ីន original មានតៃវ៉ាន់មានបោះក្បាលឡានប៉ុន្តែឡានមួយនេះគាត់ដូរបូមទឹកថ្មីស៊ីនបាទដូរបូមទឹកថ្មីស៊ីនអញ្ចឹងចង់បញ្ជាក់បងប្អូនថាគ្រឿងឡានវាអត់ដូចគ្នាទេបាទមួយចំនួនគឺវាខុសគ្នាអញ្ចឹងណាហើយបូមទឹកតយោអា010នេះនិយាយទៅខ្ញុំធ្វើឡានរាប់ឆ្នាំហើយកម្រនឹងខូចបូមទឹកយោ2អា010បាទអញ្ចឹងហើយបានគេយកពួកអា0409នេះគេយកអា010ហ្នឹងកែដាក់ចូលអាហ្នឹងបានប្រើបានយូរបើមិនជាដាក់ចំរបស់វាចង់ថ្មីស៊ីនក៏ដោយក៏ប្រើមិនបានយូរដូចអានេះដែរនេះអត់ដូចអាបូមទឹកអា010ទេបងហ្នឹងហើយណានេះអានេះបូមទឹកម៉ាស៊ីនបាទបញ្ជាក់ជូនបងប្អូនអញ្ចឹងនេះអានេះឡានរៀបម៉ាស៊ីនណាហ្នឹងហើយឡានរៀបម៉ាស៊ីន